អាងខ្លួនមានអំណាចមានលុយមានឡានទំនើបទើបបានជាកូនស្រីបុកគេស្លាប់ហើយឲ្យទាសំណងថែមទៀតផងវាពិតជាអយុត្តិធម៌ពេកហើយសម្រាប់បុរសម្នាក់ដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមតាក់ទិនជាមួយនឹងវីដេអូអមជាមួយនឹងរូបភាពនិងបានសរសេរសំណេរ caption យ៉ាងដូចនេះផងដែរថាអយុត្តិធម៌ពេកហើយសម្រាប់ខ្លួនគាត់ផ្ទាល់ដែលជនរងគ្រោះជាឪពុកបានស្លាប់បាត់បង់អាយុជីវិតដោយបង្កដោយនារីស្រីវ័យកណ្ដាលម្នាក់ដែលមានឪពុកប្រហែលជាអ្នកធំដែលធ្វើការនៅក្នុងរាជរដ្ឋាភិបាលហើយមើលទៅបានជាគ្រាន់តែបុកឪពុកខ្លួនស្លាប់ភ្លាមក៏ខលហៅឪពុកដើម្បីឲ្យមកដោះស្រាយតែវិធីនៅក្នុងការដោះស្រាយវាហាក់បីដូចជាមិនត្រូវទាល់តែសោះបុកឪពុកគាត់ស្លាប់ហើយបែរជាប្រកែករកត្រូវរកខុសរៀងខ្លួនទាំងដែលបច្ចុប្បន្ននេះឪពុកគាត់បានស្លាប់បាត់ទៅហើយតើអយុត្តិធម៌មានដែរឬទេសម្រាប់គាត់ទាំងដែលអ្នកដែលបង្កនោះមានទាំងលុយមានទាំងអំណាចមានទាំងឡានទំនើបបើបងប្អូនប្រិយមិត្តយើងបានឃើញហើយនៅក្នុងរូបភាពក៏ដូចជាវីដេអូខាងលើនេះឃើញថាបុរសម្នាក់ដែលជាឪពុករបស់ជនបង្កដែលជាមនុស្សស្រីនោះបានមកប្រកែកស្រែកតវ៉ាហើយមានពាក់ឈុតបែបអ្នកធ្វើការរាជការថែមទៀតផងមកដោះស្រាយប៉ុន្តែមិនមែនដោះស្រាយដើម្បីសម្រួលជូនសំណងអ្វីនោះទេបែរជាដោះស្រាយសម្លុតស្រែកខ្លាំងទទូចថាខ្លួនឯងជាអ្នកត្រូវក្នុងរឿងនេះខ្ញុំមិនបានប្រកាន់ភ្ជាប់ថាខាងណាខុសខាងណាត្រូវឲ្យពិតប្រាកដទេប៉ុន្តែសូមរកដំណោះស្រាយក៏ដូចជាវិធីឬក៏វិធានការណាមួយឲ្យយុត្តិធម៌បំផុតសម្រាប់ជនរងគ្រោះដោយសារអីជនរងគ្រោះបានស្លាប់បាត់បង់អាយុជីវិតទៅហើយអញ្ចឹងមានតែសុំជួយយ៉ាងណាឲ្យមានភាពសមស្របអយុត្តិធម៌ជូនកូនអ្នកដែលនៅរស់ដើម្បីឲ្យស្ងប់ចិត្តផងដែររឿងនេះបានកើតឡើងនៅពេលថ្មីនេះទេទើបតែចូលឆ្នាំរួចថ្មីបាទសូមបងប្អូនប្រិយមិត្តជួយធ្វើការ share និងចែករំលែកហើយខ្ញុំក៏នឹងរកចាំការបកស្រាយបំភ្លឺជុំវិញករណីខាងលើនេះរាល់ម៉ោងខ្ញុំធ្វើការ24ម៉ោងលើ24ម៉ោងសូមអរគុណនិងសូមគោរពលាជួបគ្នាជាមួយនឹងខ្ញុំបាទមាសរានៅព័ត៌មានបន្ទាប់សូមអរគុណ